Aloនេះចឹងថ្ងៃនេះយើងមកចាប់ផ្ដើមមេរៀនថ្មីទៀតបាទអញ្ចឹងថ្ងៃមុនយើងបានរៀនអំពី point បាទ draw បាទកន្លែងនេះ point បាទហើយ multi point បាទអញ្ចឹងថ្ងៃនេះយើងនឹងរៀនថែម2ទៀតបាទតើតើនឹង point មួយទៀតបាទអញ្ចឹងនៅក្នុងនេះ point បាទដូចគ្នានៅកន្លែងនេះដែរបាទនេះបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមពីអានេះ draw multi point បាទអញ្ចឹងតើតើនឹង point ហ្នឹងមុននឹងយើងគូវាបានយើងត្រូវបង្កើត point style បាទ p ty pe បាទ p thai enter បាទបន្ទាប់មកឥឡូវខ្ញុំរើសយក style មួយនេះបាទឥឡូវខ្ញុំយក style absolute បាទអូខេបាទអញ្ចឹងឥឡូវមុនយើងគូ set enter a enter មួយទៅបន្ទាប់មកឥឡូវខ្ញុំយក tool នឹងមកនេះបាទអញ្ចឹង click 1 click 2 click 3 click 4បាទអញ្ចឹងយើងគ្រាន់តែ click ទៅយើងបាន point ហើយបាទបន្តមកទៀតយើងប្រើ tool នេះម្ដងបាទ divide បាទនៅក្នុងនេះ point divide បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំមានបន្ទាត់មួយ l enter ប្រវែងនេះបាទអញ្ចឹងខ្ញុំចង់ចែកបន្ទាត់ហ្នឹងជា3ប្រឡោះបាទជា3ប្រឡោះឥឡូវខ្ញុំ copy មួយ co enter ទុកសម្រាប់ចែកផ្សេងទៀតបាទអញ្ចឹងឥឡូវនេះខ្ញុំចែកជា3ប្រឡោះអញ្ចឹងយើងប្រើ comment នេះclick លើនឹងក៏បានឬក៏ div enter បាទបន្ទាប់មកយើងគេទាមទារយើង select object បាទអញ្ចឹងឥឡូវខ្ញុំថា3 enter 3 enter បាទអញ្ចឹងចែកជា3ប្រឡោះ1 2 3អញ្ចឹងឥឡូវម្ដងទៀត div enter select លើវាឥឡូវថា5 enter បាទ5ប្រឡោះអញ្ចឹងបន្ទាប់មកទៀតឧទាហរណ៍ថានេះខ្ញុំមានបន្ទាត់អញ្ចឹងដែរបាទអញ្ចឹងឥឡូវខ្ញុំដាក់ຂະຫນាតវាច្បាស់លាស់ l enter click 1ខ្ញុំដាក់ប្រវែងវា1000 1 1 2 3 enter បាទអញ្ចឹងឥឡូវខ្ញុំគូ point របៀបនេះបាទនេះ tool មួយនេះបាទ measure បាទអញ្ចឹងនៅក្នុងនេះ measure ដូចគ្នាដែរអញ្ចឹងអានឹងពាក្យវាពេញ measure អញ្ចឹងមកបាទអញ្ចឹងឥឡូវខ្ញុំយកអានឹងមកបាទ click លើវាបន្ទាប់មក select object to measure អញ្ចឹងនេះ object មួយនេះបាទបន្ទាប់មក specify length បើន័យថាយើងចុចកន្លែងនេះមួយបាទហើយយើងចុចកន្លែងនេះមួយទៅបាទអញ្ចឹងវាចែកប្រឡោះនឹងស្មើចែកប្រឡោះនឹងស្មើមកប្រឡោះទៅឃើញបានប្រឡោះប៉ុណ្្នឹងហើយបាទអញ្ចឹងឥឡូវយើងធ្វើវិធីមួយទៀត measure នឹងដែរប៉ុន្តែយើងធ្វើវិធីថាដាក់ប្រវែងម្ដងបាទអញ្ចឹងយក measure នឹងបន្ទាប់មក select លើ object នឹងបន្ទាប់មក click មួយបាទអញ្ចឹងឥឡូវដាក់ប្រវែងប៉ុន្មានឥឡូវទៀតថាខ្ញុំដាក់ប្រវែង100បាទអញ្ចឹងមកប្រឡោះ100បាទអញ្ចឹងនេះបានមកប្រឡោះ100ទៅអញ្ចឹងទៅបាទអញ្ចឹងបន្ទាប់មកទៀតអញ្ចឹងថាវាចែកបានតែបន្ទាត់ថងមែនទេបាទអញ្ចឹងឥឡូវខ្ញុំគូមួយទៀត spl enter បានន័យថា spline បាទ1 2បាទខ្ញុំគូកោងអញ្ចឹងក៏វាអាចចែកបានដែរបាទអញ្ចឹងឥឡូវបើយើងកន្លែងនេះបើយើងចង់ចែកប្រឡោះ div ក៏បានយើងចង់គូអានេះក៏បានបាទអញ្ចឹងខ្ញុំ select object បាទ select ចំណុចចាប់ផ្ដើមមកវាពិបាកចាប់អញ្ចឹងយើងដឹងហើយ end enter បាទ click មួយបន្ទាប់មកទៀតដាក់ប្រវែងឥឡូវខ្ញុំដាក់មកដាក់ប្រវែង200ចុះបាទ enter បាទអញ្ចឹងវានឹងបង្កើតចំណុចមួយ201 201នេះតាមនឹងបាទអញ្ចឹងនេះជារបៀបក្នុងការប្រើ point បាទ